នៅក្នុងភូមិមួយមានប្រជាជនរស់នៅយ៉ាងច្រើនប៉ុន្តែអ្នកភូមិរស់នៅភាគច្រើនដោយការភ័យខ្លាចដោយសារតែនៅក្នុងភូមិមានស្ដេចពស់មួយក្បាលតែងតែចូលមកលួចចាប់អ្នកភូមិធ្លាបជាចំណីជានិច្ចនៅថ្ងៃមួយនៅផ្ទះលោកមេភូមិនៅពេលនេះភូមិរបស់យើងបានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ស្ដេចពស់មិនដឹងថាអ្នកណាទៀតនឹងត្រូវស្លាប់ជាបន្តបន្ទាប់អ្នកទាំងអស់គ្នាខ្ញុំពិតជាមានការបារម្ភចំពោះរឿងនេះខ្ញុំដេកមិនលក់បាយមិនឆ្ងាញ់ក៏ព្រោះតែខ្ញុំខ្លាចស្ដេចពស់វានឹងមកចាប់អ្នកភូមិទាំងអស់គ្នានៅពេលណាមួយទៀតមិនដឹងថាវាមកពេលយប់ឬមួយក៏មកពេលថ្ងៃរយៈពេលចុងក្រោយនេះអ្នកភូមិយើងត្រូវបានស្ដេចពស់លេបជាប្រចាំហើយខ្ញុំនៅតែមិនទាន់មានវិធីដើម្បីដោះស្រាយខាងថ្នាក់លើក៏មិនទាន់មានវិធីដើម្បីដោះស្រាយចំពោះរឿងនេះខ្ញុំគិតថាពួកយើងប្រហែលជាត្រូវស្ដេចពស់សម្លាប់ទាំងអស់គ្នាជាមិនខានទេលោកមេភូមិបើយើងទាំងអស់គ្នានៅតែគ្មានវិធីដើម្បីបង្ក្រាបស្ដេចពស់បានយើងទាំងអស់គ្នានឹងត្រូវស្លាប់ទាំងអស់គ្នាហើយខ្ញុំប្រំប្តូរជីវិតជាមួយនឹងស្ដេចពស់ដោយខ្ញុំមិនអោយស្ដេចពស់លេបខ្ញុំតាមតែចិត្តនឹកឃើញទេបើខ្ញុំស្លាប់ស្ដេចពស់ក៏ត្រូវស្លាប់ដូចគ្នាលោកប្អូនឯងនិយាយមកដូចជាងាយស្រួលអញ្ចឹងស្ដេចពស់តើវានឹងឲ្យប្អូនឯងសម្លាប់វាបានយ៉ាងម៉េចទៅយើងប្រកាសជាមានវិធីណាមួយដើម្បីដោះស្រាយប៉ុន្តែនៅពេលនេះអ្នកភូមិទាំងអស់គ្នាត្រូវតែការពារខ្លួនខ្ញុំចង់ទៅរត់ទៅរស់នៅស្រុកផ្សេងបើនៅទីនេះបន្តទៀតនឹងត្រូវស្លាប់ជាមិនខានប៉ុន្តែខ្ញុំស្ដាយដីចំការដីស្រែដែលខ្ញុំនៅទីនេះបើសិនជាលោកបងចង់រត់ទៅរស់នៅស្រុកផ្សេងមានន័យថាលោកបងគឺជាមនុស្សកំសាបំផុតដែលលោកបងមិនហ៊ានតតាំងនឹងបញ្ហាទាំងអស់តើលោកបងចង់ឲ្យខ្ញុំតតាំងយ៉ាងម៉េចពួកយើងទាំងអស់គ្នាត្រឹមតែជាមនុស្សធម្មតាតែប៉ុណ្ណោះចំណែកស្ដេចពស់គឺជាស្ដេចដែលមានពឹសនៅពេលនេះវាបានលេបអ្នកភូមិយើងអស់ច្រើនមកហើយកម្លាំងរបស់វាមានកាន់តែខ្លាំងឈប់ប្រកែកគ្នាទៅណាអ្នកទាំងអស់គ្នាខ្ញុំមានអារម្មណ៍ថាកំពុងតែពិបាកចិត្តគ្រប់គ្រាន់ហើយអ្នកទាំងពីរកុំធ្វើឲ្យខ្ញុំមានអារម្មណ៍កាន់តែពិបាកចិត្តជាងនេះទៀតអីអ្នកទាំងពីរទៅផ្ទះធ្វើការងារធម្មតាចុះខ្ញុំនឹងដេករកនឹងវិធីដើម្បីសម្លាប់ស្ដេចពស់នោះបានខ្ញុំជឿជាក់ថាលោកមេភូមិនឹងអាចដោះស្រាយរឿងនេះបានជីវិតយើងទាំងអស់គ្នាពឹងលើលោកមេភូមិហើយខ្ញុំជឿជាក់ថាលោកមេភូមិអាចរកវិធីដើម្បីកម្ចាត់បិសាចពស់បានអ្នកទាំងពីរក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនចំណែកស្ដេចពស់កាន់តែសប្បាយចិត្តនៅពេលដែលអ្នកភូមិតែងតែស្លាប់ដោយសារការលេបរបស់ខ្លួនយើងនឹងគ្រប់គ្រងភូមិនោះឲ្យតតែបាននៅពេលនេះអ្នកភូមិត្រូវបានយើងលេបច្រើនអ្នកមកហើយមិនយូរមិនឆាប់យើងអាចនឹងលេបអ្នកភូមិបានទាំងអស់គ្រប់យ៉ាងទាំងអស់នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងឈប់សាងបាបបន្តទៀតទៅស្ដេចពស់សាងបាបប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយអ្នកមិនគួរណាបណ្ដោយឲ្យខ្លួនឯងសាងតែអំពើបាបបន្ថែមទៀតទេអ្នកកុំរវល់នឹងរឿងរ៉ាវរបស់យើងអីអ្នកតាំងសិលគួរតែនៅតាំងសិលនៅកន្លែងអ្នកទៅយើងចង់ធ្វើអ្វីក៏មិនតាក់ទងនឹងអ្នកដែរនិយាយថាមិនតាក់ទងបានយ៉ាងម៉េចអ្នកភូមិទាំងអស់គ្នាគេខិតខំប្រឹងប្រែងក្នុងការរកស៊ីដើម្បីឲ្យខ្លួនឯងខ្លាចទៅជាអ្នកមានហើយអ្នកភូមិតែងតែសាងអំពើល្អជានិច្ចចុះតើហេតុអ្វីបានជាអ្នកទៅបំផ្លាញជីវិតរបស់អ្នកដទៃអ្នកគឺជាស្ដេចពស់ដូច្នេះអ្នកស្រមៃថានឹងអាចលេបបានមនុស្សគ្រប់ចំនួនហើយអាចនឹងប្រែកាយទៅជាមនុស្សបានតើមែនទេអ្នកកុំសង្ឃឹមឲ្យសោះយើងត្រូវតែសាកល្បងព្រោះតែយើងបានឮគ្រូតាបាននិយាយប្រាប់យើងរួចហើយនៅពេលដែលយើងលេបបានមនុស្សគ្រប់ 1000 នាក់យើងនឹងមានជីវិតអមតៈអាចប្រែកាយទៅជាមនុស្សបានហើយនៅពេលនេះយើងបានលេបមនុស្ស900នាក់ជាងមកហើយនៅសល់តែចំនួនតិចតួចតែប៉ុណ្ណោះនៅថ្ងៃណាមួយអ្នកនឹងទទួលកម្មពៀដែលអ្នកបានសាងទោះបីជាពេលនោះកម្មពៀនឹងមិនតមកដល់ប៉ុន្តែវានឹងមកដល់នៅពេលណាមួយហើយអ្នកនឹងត្រូវស្លាប់ចុះនៅរស់បន្ទាប់ពីនិយាយរួចហើយអ្នកសច្ចាំងក៏បានដើរត្រឡប់ទៅកន្លែងគាត់វិញចំណែកបុរសម្នាក់នេះគឺជាកូនប្រុសលោកសេដ្ឋីក៏ដល់ថ្ងៃដែលគេត្រឡប់មកដល់ផ្ទះវិញបន្ទាប់ពីការសិក្សារៀនសូត្រចប់នៅរាជធានីលោកពុកតើលោកពុកកំពុងតែពិបាកចិត្តរឿងអ្វីហ្នឹងតើលោកពុកអាចនិយាយប្រាប់កូនឲ្យបានដឹងផងតើបានទេពុកពិបាកចិត្តរឿងមួយណាកូននៅពេលនេះស្ដេចពស់កំពុងតែអុកឡុកនៅក្នុងភូមិរបស់យើងហើយស្ដេចពស់តែងតែចាប់អ្នកភូមិធ្វើជាចំណីហើយពុកនៅតែមិនទាន់អាចដោះស្រាយបញ្ហានេះបានទៀតលោកពុកកុំបារម្ភអីចាំកូននឹងជួយដោះស្រាយរឿងនេះជំនួសលោកពុកកូនមានវិធីដើម្បីសម្លាប់ស្ដេចពស់បានហើយត
តើកូនមានវិធីមេទីកូនតើជាវិធីអ្វីទៅដែលកូនអាចសម្លាប់ស្ដេចពស់បានពុកគិតថាវាគ្រោះថ្នាក់ណាស់សម្រាប់កូនស្ដេចពស់ទោះបីជាមានអំណាចខ្លាំងយ៉ាងណាក៏ដោយនៅតែមានចំណុចខ្សោយដែលអាចធ្វើឲ្យយើងកម្ចាត់គេបានដូច្នេះលោកពុកកុំបារម្ភអីនៅពេលយប់នេះលោកពុកធ្វើតាមអ្វីដែលកូនបាននិយាយប្រាប់ទៅកូនជឿជាក់ថាកូនអាចសម្លាប់ស្ដេចពស់បានប៉ុន្តែពុកមិនចង់ឲ្យកូនប្រថុយជីវិតទេណាកូនស្ដេចពស់នឹងអាចសម្លាប់កូនបានបើសិនជាកូនមានការធ្វើប្រហែសដូច្នេះពុកគិតថាកូនកុំរវល់ចំពោះរឿងនេះអីខ្ញុំបានសិក្សារហូតដល់រាជធានីហើយខ្ញុំក៏បានបញ្ចប់ការសិក្សាដូច្នេះខ្ញុំគិតថាផែនការដែលខ្ញុំសម្រាប់ស្ដេចពស់វាមិនពិបាកទេសូមលោកពុកអនុញ្ញាតឲ្យខ្ញុំរៀបចំតាមផែនការនៅពេលយប់នេះចុះអញ្ចឹងពុកនឹងយល់ព្រមយប់នេះពុកនឹងធ្វើតាមផែនការរបស់កូនដែលចង់បានសង្ឃឹមថាកូនអាចកម្ចាត់បិសាចពស់បានកូនប្រុសលោកសេដ្ឋីក៏បាននិយាយរៀបរាប់អំពីផែនការទាំងអស់របស់ខ្លួនប្រាប់ឲ្យលោកពុកឲ្យបានដឹងនៅពេលរសៀលបន្តិចស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូមកពីចុងភូមិដោយគាត់បំរុងនឹងទៅយកកូនប្រុសគាត់ដែលចេញពីសាលារៀនស្រាប់តែគាត់បានជួបនឹងស្ដេចពស់លើកណាក៏ដោយយើងមកគឺមិនដែលខាត់ជើងតតែសោះយើងតែងតែទទួលបានចំណីឆ្ងាញ់ជានិច្ចហើយពេលនេះយើងក៏បានជួបចំណីដ៏មានរសជាតិបន្ថែមទៀតកុំធ្វើបាបខ្ញុំអីណាស្ដេចពស់ហើយអ្វីបានជាអ្នកមករកខ្ញុំនៅទីនេះដឹងទេថាពេលនេះខ្ញុំកំពុងតែជិះម៉ូតូដើម្បីធ្វើដំណើរទៅយកកូនប្រុសខ្ញុំចេញពីសាលារៀនយើងមិនបានតាំងចិត្តមកដើម្បីស្ទាក់ផ្លូវអ្នកទេប៉ុន្តែយើងមកស្ទាក់ផ្លូវតើអ្នកណាខ្លះដែលមកឆ្លងកាត់ទីនេះហើយនៅពេលដែលគេឆ្លងកាត់ទីនេះយើងនឹងចាប់គេលេបប៉ុន្តែយើងមិននឹកស្មានថាមនុស្សដំបូងរបស់យើងគឺជាអ្នកដូច្នេះអ្នកត្រូវតែធ្វើជាចំណីយើងនៅពេលនេះនេះតើស្ដេចពស់ចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចក៏បានឲ្យតែស្ដេចពស់ទុកជីវិតឲ្យខ្ញុំព្រមធ្វើគ្រប់បែបយ៉ាងទាំងអស់ណាស្ដេចពស់សូមស្ដេចពស់កុំសម្លាប់ខ្ញុំអីមិនបានទេយើងមិនព្រមជាដាច់ខាតយើងត្រូវតែលេបអ្នកនៅក្នុងពេលនេះអ្នកកុំប្រឆាំងនឹងការចង់បានរបស់យើងអីនាំតែធ្វើឲ្យអ្នកកាន់តែលំបាកប៉ុណ្ណោះនៅពេលនោះស្ដេចពស់បំរុងនឹងលេបបុរសម្នាក់នោះបាត់ទៅហើយប៉ុន្តែក៏មានអ្នកសច្ចាំងចូលមកជួយទាន់ពេលចាប់ប្រញាប់ចាក់ចេញទៅកន្លែងអ្នកវិញទៅបើមិនដូច្នេះទេអ្នកនឹងដឹងហើយថាយើងនឹងធ្វើអ្វីអ្នកនៅពេលនេះហើយអ្វីបានជាអ្នកមករៀបរៀងយើងបែបនេះកុំចេះដឹងនៅរឿងរ៉ាវរបស់យើងអីបើមិនដូច្នេះទេយើងនឹងសម្លាប់អ្នកបើចង់ដឹងក៏ប្រញាប់ចូលមកលើកនេះយើងនឹងសម្លាប់ស្ដេចពស់កំណាចឯងជាមិនខានមិនឲ្យស្ដេចពស់កំណាចឯងបន្តជីវិតសម្លាប់មនុស្សស្មោះត្រង់ទៀតទេឯងបានសម្លាប់មនុស្សច្រើនណាស់មកហើយយើងយល់ថាពេលនេះយើងកំពុងតែត្រូវការកម្លាំងដើម្បីសកស្រការថ្មីបើមិនដូច្នេះទេឯងប្រកាសជាមិនរួចខ្លួនទេញ៉ាទុកសិនចុះចាំថ្ងៃក្រោយយើងនឹងបានជួបគ្នាបុរសម្នាក់នោះក៏បាននាំអ្នកសច្ចាំងទៅផ្ទះលោកមេភូមិបន្តិចក្រោយមកអ្នកសច្ចាំងក៏បានមកដល់ផ្ទះលោកមេភូមិហើយក៏បានប្រគល់ដាវវិតមន្តឲ្យទៅលោកមេភូមិដែលដាវនោះបានបញ្ចុះមន្តអាគមគាថាដើម្បីសម្លាប់ស្ដេចពស់អ្នកកំឡោះដឹងហើយថាត្រូវធ្វើយ៉ាងម៉េចបន្តទៀតខ្ញុំគ្រាន់តែប្រគល់ដាវនេះដើម្បីឲ្យអ្នកកំឡោះយកទៅសម្លាប់ស្ដេចពស់តែប៉ុណ្ណោះប៉ុន្តែវិធីសម្លាប់អ្នកកំឡោះដោះស្រាយខ្លួនឯងចោះខ្ញុំអរគុណណាស់នៅពេលនេះខ្ញុំដឹងហើយថាត្រូវរៀបចំផែនការយ៉ាងម៉េចដើម្បីសម្លាប់ស្ដេចពស់ហើយពេលនេះខ្ញុំកាន់តែមានកម្លាំងចិត្តថែមទៀតនៅពេលដែលខ្ញុំបានទទួលដាវវេទមន្តនេះអរគុណអ្នកសច្ចាំងខ្លាំងណាស់ដែលបានមកជួយទាន់ពេលបើមិនដូច្នេះទេអ្នកភូមិទាំងអស់គ្នានឹងត្រូវបាត់បង់ជីវិតជាមិនខានខ្ញុំរងចាំថ្ងៃនេះយូរមកហើយព្រោះថាស្ដេចពស់អ្នកដែលសម្លាប់វាបានគឺជាមនុស្សបរិសុទ្ធប្រៀបដូចជាកូនប្រុសលោកសេដ្ឋីអញ្ចឹងក៏ព្រោះតែខ្ញុំដឹងបែបនេះហើយទៅខ្ញុំចុះពីលើភ្នំដើម្បីយកដាវមកជូនសង្ឃឹមថាយប់នេះស្ដេចពស់នឹងត្រូវស្លាប់ហើយអ្វីៗនឹងបានប្រសើរឡើងវិញខ្ញុំនឹងការពារអ្នកភូមិទាំងអស់គ្នាមិនឲ្យបាត់បង់ជីវិតទៀតទេអញ្ចឹងអ្នកកំឡោះចាត់ការរឿងនេះបន្តទៀតចុះខ្ញុំដល់ពេលវេលាឡើងលើភ្នំវិញហើយអ្នកកំឡោះធ្វើតាមផែនការនេះឲ្យបានសម្រេចចុះខ្ញុំជូនពរបន្ទាប់ពីនិយាយរួចហើយអ្នកសច្ចាំងក៏បានធ្វើដំណើរឡើងលើភ្នំនៅពេលយប់ក៏បានធ្វើជាដេកនៅខាងមុខផ្ទះហើយនៅពេលនោះស្ដេចពស់ក៏បានចូលមកដល់យប់នេះយើងដឹងតែផ្អែមមាត់ទៀតហើយ
មិននឹកស្មានថាយើងមកដល់ផ្ទះនេះមានលៀបដល់ថ្នាក់នេះសោះយើងនឹងលេបឯងនៅក្នុងពោះរបស់យើងនៅពេលនេះហើយតើអ្នកចង់លេបខ្ញុំចូលក្នុងក្រពះអ្នកតើមែនទេប៉ុន្តែខ្ញុំមិនទាន់ចង់ស្លាប់ទេអ្នកស្ដេចពស់សូមអ្នកកុំលេបខ្ញុំចូលទៅក្នុងក្រពះអ្នកអីអ្វីដែលយើងចង់បានយើងត្រូវតែលេបអ្នកចូលក្នុងក្រពះរបស់យើងដូច្នេះអ្នកត្រូវតែស្លាប់នៅពេលនេះឆាប់ចូលមកក្រពះយើងតាមការស្រូបរបស់យើងមកនៅពេលនោះស្ដេចពស់ក៏បានលេបកូនសេដ្ឋីចូលទៅក្នុងក្រពះប៉ុន្តែស្ដេចពស់មិនបានដឹងទេថាកូនប្រុសលោកសេដ្ឋីបានជិតដាវជាប់នឹងខ្លួនរបស់គាត់នៅពេលនេះឯងនឹងត្រូវស្លាប់យើងនឹងកាត់ពោះវៀនឯងចាក់ទម្លុះបេះដូងឯងឲ្យស្លាប់នៅពេលនេះអាពស់ចង្រៃនៅពេលនោះកូនប្រុសលោកសេដ្ឋីក៏បានទាញដាវមកងាប់ពោះវៀនពោះតាំងទម្លុះថ្លើមរបស់ស្ដេចពស់បានដាល់ឲ្យស្ដេចពស់មានការឈឺចាប់ហើយស្ដេចពស់ក៏ត្រូវបានស្លាប់នៅក្នុងពេលនោះកូនប្រុសលោកសេដ្ឋីក៏បានវះខ្លួនស្ដេចពស់ចេញមកខាងក្រៅ